រៀបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបង្ហាញវីដេអូមួយគឺជាវីដេអូដែលខ្ញុំបានជិះម៉ូតូបាទពីខេត្តកណ្ដាលកោះធំស្រុកកោះធំទៅខេត្តព្រះវិហារស្រុកជីសែនបាទហើយនេះតាមផ្លូវដែលខ្ញុំធ្វើដំណើរទៅគឺមើលទៅគេរៀបចំរៀបចូលឆ្នាំបាទឥឡូវនេះយើងបានមកដល់កន្លែងទិញបាយញ៉ាំហើយបាទយើងទិញបាយរួចយើងទៅមុខទៀតភាសាខ្ញុំកាត់តវីដេអូខ្លីៗបញ្ចូលគ្នាបងប្អូនបាទឥឡូវនេះខ្ញុំមកដល់អឺចិត្តដល់កំពង់ធំហើយបាទគឺយើងចូលក្នុងម៉ែត្របាទចូលក្នុងម៉ែត្រចាក់សាំងនៅក្រាសាំងកាល់តិចបាទនេះជាក្រាសាំងកាល់តិចបងប្អូនបាទនេះខ្ញុំថតទស្សនវិជ្ជានៅជុំវិញហ្នឹងបាទគឺអ្នកខ្លះគេទៅបាទតែខ្ញុំទៅនេះគឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃបាទយើងទៅលេងស្រុកបាទហើយនេះបាទគឺទស្សនវិជ្ជាតាមផ្លូវដែលខ្ញុំជិះមកបាទហើយពេលដែលខ្ញុំជិះម៉ូតូមកគឺដឹកកង្ហាលបាទពីពេញពីផ្ទះជួលមកបាទកង្ហាលនេះគឺកង្ហាលយើងចាប់រង្វាន់ឈ្នះបាទពានរង្វាន់បាទទទួលពានរង្វាន់ហើយឥឡូវយើងចាក់សាំងរួចហើយគឺយើងធ្វើដំណើរទៅមុខទៀតបាទហើយនេះទស្សនវិជ្ជាដែលយើងជិះចិត្តមកដល់ទីរួមខេត្តកំពង់ធំហើយបាទគឺមើលទៅស្រស់ស្អាតមែនតើបាទទេសភាពបាទហើយមុនចូលឆ្នាំមួយថ្ងៃគឺថ្ងៃអាទិត្យបងប្អូនបាទហើយយើងចូលឆ្នាំថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធបាទហើយនេះបាទតាមដងផ្លូវបាទគឺមើលទៅស្រស់ស្រាយម្យ៉ាងដែរបាទហើយពេលដែលយើងធ្វើដំណើរសូមកុំពិសាគ្រឿងស្រវឹងបាទព្រោះញ៉ាំគ្រឿងស្រវឹងអាចធ្វើឲ្យមានគ្រោះថ្នាក់បានពេលយើងបើកបរបាទអញ្ចឹងយើងកុំញ៉ាំបាទពេលយើងបើកបរបើយើងញ៉ាំយើងកុំបើកបរបាទព្រោះខ្ញុំជិះម៉ូតូតាមផ្លូវឃើញមានគ្រោះថ្នាក់ចរាចរណ៍ច្រើនមែនទែនបាទគឺតាមផ្លូវសុទ្ធតែគំនូសចរាចរណ៍ដែលគ្រោះថ្នាក់បាទឥឡូវនេះយើងបានជិះមកដល់ជិតដល់ទីរួមខេត្តកំពង់ធំហើយបាទហើយនេះបាទគឺគេឌីក័រគេរៀបចំបាទត្រៀមនឹងចូលឆ្នាំបាទចូលឆ្នាំប្រពៃណីជាតិខ្មែរយើងបាទគឺថ្ងៃចាប់ពីថ្ងៃច័ន្ទទៅបាទមើលស្អាតណាស់បាទថ្ងៃច័ន្ទថ្ងៃអង្គារហើយនិងថ្ងៃពុធបាទហើយខ្ញុំទៅលេងស្រុកគឺតា3ថ្ងៃទេបាទ3ថ្ងៃយើងទៅលេងបាទហើយនេះបាទតាមផ្លូវបាទហើយជិតដល់ទីរួមខេត្តហើយបាទឥឡូវខ្ញុំមកថតពេលដែលខ្ញុំជិះចូលដល់ទីរួមខេត្តកំពង់ធំបាទនេះបាទគឺគេរៀបចំធ្វើសង្ក្រាន្តនៅទីរួមខេត្តកំពង់ធំផងដែរបាទថាតើវាស្រស់ស្អាតយ៉ាងណានេះបាទនេះជាសួនច្បារដំរីជាន់ខ្លាបាទសួនច្បារដំរីជាន់ខ្លាបាទនេះកាលមុនគឺមានដំរីជាន់ខ្លាដល់ទៅ2 3តែនេះគេធ្វើរូបសំណាកដំរីជាន់ខ្លាតែមួយទេបាទគឺគេរៀបចំរាងធំតិចបាទនេះកន្លែងហ្នឹងគេមានកន្លែងអង្គុយលេងអីដែរបាទពេលល្ងាចបាទឥឡូវនេះយើងជិះម៉ូតូទៅមុខទៀតបាទយើងជិះទៅចូលខាងក្នុងដោយសារពេលដែលខ្ញុំមកស្រុកមកលេងស្រុកកំណើតបាទគឺជាធម្មតាគឺផ្លូវគឺឆ្លងកាត់ទីរួមខេត្តកំពង់ធំតែម្ដងបាទហើយនេះបាទយើងជិះមកដល់ទីរួមខេត្តកំពង់ធំហើយបាទគឺក្រុងស្ទឹងសែនបាទហើយនៅក្រុងស្ទឹងសែនឥឡូវគឺគេសាងសង់វិមានឯករាជ្យមួយដែរបាទដូចជាធ្វើរួចដូចជាមួយឆ្នាំទៅ2ឆ្នាំនេះបាទធ្វើរួចថ្មីដែរទេបងប្អូនបាទហើយនេះខ្ញុំមកជិះថតចូលទៅខាងក្នុងឲ្យបងប្អូនទស្សនាបាទថាតើស្អាតយ៉ាងណាបាទហើយវីដេអូនេះផងដែរបាទបើសិនជាខ្ញុំនិយាយទៅវាមិនត្រូវចិត្តបងប្អូនត្រង់ណាសូមអធិស្ឋានផងបាទហើយនេះគឺយើងជិះចូលមកខាងក្នុងហើយបាទនេះតាមផ្លូវដល់ទីរួមខេត្តកំពង់ធំហើយបាទគឺស្រស់ស្អាតម្យ៉ាងដែរបាទឥឡូវកំពង់ធំស្រស់ស្អាតណាស់បាទ
គេរៀបចំជាសួនច្បារអីមើលទៅសមរម្យដែរគឺស្អាតបាទហើយថាតើនៅអឺនៅស្ទឹងនៅស្ទឹងសែនបាទនៅលើស្ពានហ្នឹងគេមានតុបតែងអីខ្លះហើយខាងមុខហ្នឹងគឺគេរៀបចំអីខ្លះដែរមុននឹងគេអឺធ្វើសង្ក្រាន្តបាទពេលថ្ងៃចូលឆ្នាំអញ្ចឹងបាទគឺពេលថ្ងៃចូលឆ្នាំបាទគឺសប្បាយណាស់បងប្អូនបាទនៅកំពង់ធំបាទហើយនេះគឺខ្ញុំជិះបណ្ណើថតបណ្ណើទេបាទហើយអ្នកខ្លះគេមកលេងខេត្តពេលគេសម្រាប់ពីការងារហ្នឹងបាទគឺដូចជាមុនមួយថ្ងៃតែអ្នកខ្លះទៀតក៏ក្រុមហ៊ុនឬក៏រោងចក្រអីគេអនុញ្ញាតឲ្យឈប់មុនដូចជា2ថ្ងៃ3ថ្ងៃមុនអញ្ចឹងហើយយើងអាចសុំច្បាប់អីបន្ថែមតែចំពោះខ្ញុំគឺសុំច្បាប់អត់បានទេបាទភាសាហើយលក្ខខណ្ឌការងារអញ្ចឹងបងប្អូនបាទនេះបាទយើងជិះមកតាមផ្លូវនៅនៅខាងមុខនៅស្ពានសឹងសែនបាទគឺស្ពាន2ស្ពាន1បាទគេឌីក័រយើងដើរថ្មើរជើងគឺគេឌីក័របានស្អាតមែនតើគឺស្អាតបាទគឺគេដាក់ភ្លើងពណ៌គឺយប់ក៏វាមានពន្លឺស្អាតមែនតើហើយអ្នកតែគេតនីអីគេមកលេងបាទកំសាន្តបាទដើរលេងអញ្ចឹងទៅបាទញ៉ាំនេះញ៉ាំនោះបាទដែលគេលក់នៅតាមមាត់ទន្លេហ្នឹងបាទអូមាត់ស្ទឹងហ្នឹងបាទនេះស្ទឹងក៏មានទឹកដែរបាទមានទឹកមិនសូវជាច្រើនប្រហែលដែរទេបាទឥឡូវយើងជិះមកហួសស្ទឹងសែនហើយបាទហើយយើងឆ្លងទៅមុខទៀតឥឡូវនេះយើងបានជិះមកដល់នេះបាទរូបសំណាកបុព្វបុរសខ្មែរយើងបាទគឺស្អាតមែនតើបាទគាត់ឈរកាន់ដៃយ៉ាងស្រស់សង្ហាផងដែរបាទនេះបាទដែលខ្ញុំថតឲ្យបងប្អូនមើលបាទគឺស្អាតមែនតើបាទអានេះខ្ញុំផ្ដិតរូបភាពឲ្យបងប្អូនមើលបន្តិចបាទហើយយើងនឹងទៅដល់ផ្ទះទឹកម្ដងនេះចន្ទទីបាទចន្ទរូបសំណាកចន្ទទីគឺធំមែនតើបាទសូមអរគុណបាទនេះគឺជាមុខម្ហូបមួយយ៉ាងបងប្អូនបាទគឺយើងធ្វើស៊ុបឆ្អឹងគោបាទនេះគឺម៉ែខ្ញុំគាត់ធ្វើស៊ុបបាទអញ្ចឹងគឺមកដល់ផ្ទះមិនខ្វះទេបាទម្ហូបបាទគឺច្រើនមែនតើបាទចង់ហូបសាច់គោគឺមានសាច់គោបាទចង់ហូបសាច់មាន់គឺមានមាន់បាទមាន់ស្រែយើងធម្មជាតិបាទហើយនេះបាទសាច់ឆ្អឹងគោបាទតែគោនេះគឺយើងទិញមកពីផ្សារទេបាទឆ្អឹងគោនេះអញ្ចឹងបងប្អូនទស្សនាដូចតទៅបាទខ្ញុំនឹងថតទិដ្ឋភាពនិងសកម្មភាពនៅជុំវិញផ្ទះរបស់ខ្ញុំបាទ